PIP breast implant នេះបាទតកតងនឹង breast implant PIP នេះតាមពិតខ្ញុំដឹងព័ត៌មានដំបូងបាទតាមរយៈវិទ្យុ AFP បាទវិទ្យុភាសាបារាំងហើយខ្ញុំពងជិះឡានខ្ញុំស្ដាប់ទៅឮសូរបាទតើមកបានឮផ្សាយព័ត៌មានតាមទូរទស្សន៍ហើយខ្ញុំក៏បានឃើញនៅតាមទូរទស្សន៍ខាងភាសាខ្មែរខ្ញុំមានផ្សព្វផ្សាយដែរអំពីផលលំបាកនៃ breast implant PIP នេះដូច្នេះចំណាប់អារម្មណ៍ខ្ញុំគឺថាយើងមិនបានប្រើប្រាស់ប្រភេទ breast implant PIP នឹងទេបាទហើយយើងប្រើ Sibang ដូច្នេះជាប្រភេទមួយដោយឡែកដូច្នេះមិនមានបញ្ហាទេហើយតកតងនឹង PIP នឹងខ្ញុំមិនស៊ីជម្រៅបកស្រាយឲ្យច្រើនទេគ្រាន់តែថាបើពិភពលោកគឺអ្នកវិទ្យាសាស្ត្រគេរកឃើញថាវាមានផលលំបាកហើយអ្នកដែលប្រើនឹងគួរតែឈប់ប្រើឬត្រូវឈប់ប្រើឈប់ប្រើហើយអាចជ្រើសរើសយកប្រភេទimplant ផ្សេងមកផ្សេងដែលមានសុវត្ថិភាពល្អអីចឹងទៅបាទលោកគ្រូជាពិសេសគឺថាក្រោយពីបានទទួលព័ត៌មានដោយលោកគ្រូបានជំរាបអញ្ចឹងបងប្អូនមួយចំនួនគាត់នៅតែស្រឡាញ់ទ្រង់ទ្រាយដូចថាការកែសម្ផស្សធ្វើឲ្យសម្ផស្សភាពគាត់ស្រស់ស្អាតអញ្ចឹងណាលោកគ្រូអញ្ចឹងជួនកាលគាត់អាចចាប់អារម្មណ៍ជាមួយនឹងការបាទផ្សាយជូននៅសារព័ត៌មានផ្សេងៗអញ្ចឹងគាត់ចាប់អារម្មណ៍ខ្លាំងគាត់អាចទៅឆែកនឹងសុខភាពរបស់គាត់នៅពេលដែលគាត់ដឹងហើយគាត់អាចអញ្ជើញទៅផ្លាស់ប្ដូរនៅផលិតផលដែលគេកំពុងតែមានច្បាប់អនុញ្ញាតត្រឹមត្រូវជាពិសេសគឺយើងកំពុងតែទទួលបានការពេញនិយមនេះគឺយើងមានសុវត្ថិភាពបាទទទួលបាននៅសុវត្ថិភាពត្រឹមត្រូវបងប្អូនមួយចំនួនគឺប្រកាសជាមានចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្ដូរអរគុណណាស់ដល់ប្រសាសន៍របស់លោកគ្រូដែលបានផ្ដល់ឱកាសចូលរួមជាមួយនឹងកម្មវិធីខ្ញុំបាទជាពិសេសគឺបានជម្រាបយ៉ាងក្បោះក្បាយអំពីផលវិបាកនិងលទ្ធផលនៃការទទួលបានជាមួយនឹងការកែសម្ផស្សផ្សេងៗផងដែរហើយជាចុងក្រោយនេះសូមអនុញ្ញាតសម្រាប់លោកវិជ្ជបណ្ឌិតសូមឲ្យលោកគ្រូមានឱកាសសម្រាប់ផ្ដល់ផ្ញើជូនដល់ទូរទស្សនិកជនជាពិសេសដល់អតិថិជនផ្ទាល់ដែលតែងតែនិយមគ្រប់គ្រងតាមដែលខ្ញុំជ្រាបលោកគ្រូសាយប៊ុនវត្តលើខ្លាយទៅជាសមាជិកមួយរបស់បងប្អូនជាពលរដ្ឋដែលគាត់អញ្ជើញមកដល់មុខគ្លីនិកព្រោះឯដល់មុខគ្លីនិកគឺជាមជ្ឈមណ្ឌលមួយកែសម្ផស្សប្រចាំគ្រួសាររបស់លោកអ្នកដូច្នេះពេលដែលគាត់អញ្ជើញមកបានការប្រស័យតាក់ទងជាមួយនឹងលោកវិជ្ជបណ្ឌិតអញ្ចឹងទៅដោយលោកគ្រូផ្ទាល់អញ្ចឹងទៅដូចជាសាច់ញាតិបងប្អូនបាទដូច្នេះសូមឲ្យលោកគ្រូមានពាក្យពេចន៍ផ្ដាំផ្ញើចុងក្រោយសម្រាប់កម្មវិធីខ្ញុំបាទជាចុងក្រោយនេះខ្ញុំបាទវិជ្ជបណ្ឌិតសាយប៊ុនវត្តដែលសូមផ្ដាំផ្ញើថាជាទូទៅភ្ញៀវដែលកាត់មកដល់សេវាដល់ខ្ញុំបាទហ្នឹងគាត់ចាត់ទុកខ្ញុំហ្នឹងដូចជាគឺថាអាយុជីវិតឬក៏មកទាំងស្រុកលើអីដែរបាទលោកវិជ្ជបណ្ឌិតបាទគ្រូពេទ្យហើយក្នុងសន្ទឹមនឹងដែរខ្ញុំបាទក៏ព្យាយាមអស់ពីលទ្ធភាពដើម្បីផ្ដល់សេវាឲ្យមានសុវត្ថិភាពល្អហើយមានសុខភាពល្អហើយការវះកាត់ការកែសម្ផស្សហ្នឹងគឺថាមិនមែនតែថ្ងៃនេះចាំទេគឺតាមដានសុខភាពជាប្រចាំបាទជាការពិតបាទជារឿងសំខាន់ហើយអ្វីដែលកន្លងមកដែលយើងប្រើផលិតផល Sibang នេះនៅតែមានលទ្ធផលល្អហើយក៏មិនទាន់មានផលលំបាកអីគួរបារម្ភដែរតែជាការមួយដែលយើងអាចនឹងត្រូវតែប្រើប្រាស់ផលិតផលជាបន្តទៅទៀតដូច្នេះអានេះជាអ្វីដែលយើងត្រូវដឹងហើយការសហការរវាងក្រុមហ៊ុនហើយនិងជាមណ្ឌលយើងក៏នៅជាប្រចាំដែរបាទជារយៈពេលយូរដែលយើងត្រូវតាមដានដើម្បីឲ្យលទ្ធផលល្អហ្នឹងហើយជាចុងក្រោយទៀតក៏ខ្ញុំបាទសូមមេត្តាអភ័យទោសឬអធិស្ឋានបំរើមានអ្វីដែលកើតឡើងបាទសូមអរគុណបាទសូមអរគុណបាទសូមការអនុញ្ញាតថ្លែងអរគុណផងដែរសម្រាប់ដល់ប្រសាសន៍របស់លោកគ្រូវិជ្ជបណ្ឌិតជាពិសេសគឺបានផ្ដល់ជាដំបូន្មានដល់បងប្អូនប្រជាពលរដ្ឋសម្រាប់សុភាពបុរសសុភាពនារីជាពិសេសសុភាពនារីដែលគាត់បានអញ្ជើញមកធ្វើការកែសម្ផស្សហើយឬក៏មិនទាន់បានហើយក៏សូមកុំឲ្យមានការភ័យខ្លាចក៏កុំឲ្យមានការព្រួយបារម្ភចំពោះនឹងព័ត៌មានផ្សេងៗព្រោះនៅក្នុងមជ្ឈមណ្ឌលដែលមករៀននេះផ្ទាល់
បាទទាំងនៅក្នុងខណៈពេលនេះនឹងទៅថ្ងៃមុខក៏មានគម្រោងបង្កើតបន្ថែមនៅសេវាកម្មក៏ដូចជាឥឡូវនេះគឺបានពង្រីកទៅតាមដែលខ្ញុំបានសង្កេតឃើញគឺយើងទទួលបាននៅមានបន្ទប់ធំទូលាយជាពិសេសឧបករណ៍ដ៏ទំនើបទាន់សម័យហើយក៏ជាទីតាំងមួយដើម្បីផ្ដល់នូវផាសុកភាពជូនដល់លោកអ្នកជាលក្ខណៈគ្រួសារផងដែរដូច្នេះសូមកុំឲ្យលោកអ្នកមានការព្រួយបារម្ភភ័យខ្លាចក្នុងការអញ្ជើញមកកែសម្ផស្សនិងការចំណុចខ្វះខាតនៅលើដងខ្លួនរបស់លោកអ្នកបាទលោកស្រីនាងកញ្ញាជាទីគោរពនិងជាទីមេត្រីនៅក្នុងគណៈពេលនេះសម្រាប់កិច្ចសម្ភាសន៍ខ្ញុំបាទផ្ទាល់ជាមួយនឹងលោកគ្រូវិជ្ជបណ្ឌិតសៃវុណវត្តក៏ដល់ពេលវេលាមកដល់ទីបញ្ចប់ហើយនៅក្នុងវគ្គទី2នេះនៅក្នុងគណៈពេលនេះលោកស្រីនាងកញ្ញាជាទី